ទឹក15 លីត្រ មេជី 10 មីលីលីត្រ មុនដាក់ក្រឡុកមេជីឲ្យសព្វ បន្ទាប់មកចាក់ចូលក្នុងទឹកហើយកូរទឹកឲ្យសព្វ រួចទុកមួយសន្ទុះ ឬក៏អាចពី 5 ទៅ 10 នាទីតាមដែលបងប្អូនមានពេល ចាំយកទៅបាញ់ស្លឹកនៅលើបំណាំ ដូចជាផ្កា ប្រទាល ឬក៏បន្លែបង្ការជុំវិញផ្ទះ បងប្អូនអាចបាញ់ស្លឹកបានទាំងអស់ បើសិនជាចង់ស្រោចក៏ស្រោចបានដែរ តែក្នុងបរិមាណតិចបានហើយ ដោយសារតែរុក្ខជាតិនៅជុំវិញផ្ទះនេះគឺវាលក្ខណៈតូច មិនដូចជាពពួកឈើផ្លែដែលយើងត្រូវចាក់គល់ក្នុងមួយគុម្ពចាប់ពី 2 លីត្រឡើងទៅ ទឹកមេជីគឺជួយឲ្យដងដើមស្លឹកល្អ ហើយនឹងដីធូរ ដែលវាជាជំនួយដ៏សំខាន់ក្នុងការលូតលាស់របស់រុក្ខជាតិ ហើយពិសេសជាងនេះទៀតគឺកន្លះខែយើងបាញ់ស្លឹកនិងស្រោចតែម្ដងគត់ គឺអត់បាញ់រាល់ថ្ងៃទេ អញ្ចឹងហើយទឹកមេជីរបស់យើងគឺប្រើបានរយៈពេលយូរខ្លាំងណាស់ បងប្អូនដាំការក្រានេះពីមុនគឺជិតងាប់ហើយ តែដែលខ្ញុំស្រោចទឹកមេជីទៅឃើញថាឥឡូវវាល្អខ្លាំងណាស់ គឺលាស់ទាំងស្លឹក លាស់ទាំងផ្កាមកព្រមគ្នាតែម្ដង